thơ mấy vậy âm gì ban lọ sum nô nít đạp bơ tơ vi riêng thống hay vi riêng thôn đáy đời xa tại mình còn tại cái slide phim dựng đăng thảo phơ âm xin dễ lọ nó về thơ mấy ban phim trên một nghìn trong đây sum khăn đây dựng thật đấng tha để tôi tưởng bảo bị sẵn này càng nghe phơ âm gì nó mấy đáy cầm rong cầm bị thi bởi dựng bạc này dẹp về để dựng phơ nó dựng chụp bánh hạ bọt bạc nạc kla dựng miền cà này nó bị kla cho nên mỗi thứ tôi nâng chùm này đấng chùm này đấng với miền chùm này đấng chạy cái tép này âm si chùm này đấng tu từ chiran để dựng ai pra ban dựng tới thôi ở dựng đấng âm bị pra bị chạy bàn trầm trầm lõ rư mình lõ vì ai nâng sai giờ lưu chùm này sinh chiran và tay trong chạy đó nên thà và sinh thì dựng khóc cầm thiนึง ធ្វើកម្មវិធីនឹងឲ្យចង់និយាយវាល្អជាងមុនយើងអាចយកបទពិសោធន៍ពីកន្លងមកឧទាហរណ៍ថាឆ្នាំមុនយើងធ្វើកម្មវិធីនេះទៅហើយយើងមើលវីដេអូទៅហាក់ដូចជាខ្វះខាតចំណុចណាមួយយើងមានឱកាសធ្វើកម្មវិធីលើក្រោយទៀតយើងគួរតែពង្រឹងចំណុចនឹងបន្ថែមទៀតពង្រឹងចំណុចត្រង់ហ្នឹងយើងអាចដឹងថាទី1យើងគួរតែរៀនបន្ថែមឬក៏ស្វែងរកចំណេះដឹងឬក៏រៀនពីមើលពីវីដេអូលើណាផ្សេងទៀតដែលជាគំរូជាឯកតបរបស់យើងណាជួយចំណុចហ្នឹងមកចំណុចទី2នៅពេលដែលនិយាយបានល្អកម្មវិធីមានជាកម្មវិធី protocol ផ្លូវការហ្នឹង everything មានអ្វីទាំងអស់គឺត្រូវបានរៀបចំអញ្ចឹងគឺថាពេលយើងមាន script អីគឺយើងនិយាយអ្វីដែលយើងបានត្រៀមហើយជាសាច់ហ្នឹងឯងតែបើចំពោះកម្មវិធីបែបសប្បាយកម្មវិធីទាំងអស់ហ្នឹងគឺមិនជាមាន script អីប្រហែលទេឃើញអីនិយាយហ្នឹងចាប់អីចាប់ប្លង់ហ្នឹងប៉ុន្តែមនុស្សយើងវាខុសគ្នាត្រង់ថាខ្លួនឯងនេះទំនោរទៅខាងកម្មវិធីបែបណាវាល្អភាសាជាងកម្មវិធីណាដែលយើងកាន់បានគាត់ថាវាអត់សូវល្អភាសាយើងខ្វះតិចតួចជាឯងខ្លួនឯងទាំងពីរគាត់ថាយើងនឹងដឹងខ្លួនឯងថាមួយណាដែលយើងមានន័យថាមានជំនាញច្បាស់ច្រើនជាងនិយាយតាមចំណុចហ្នឹងបញ្ជាក់ឡើងវិញនិយាយបានល្អឬមិនល្អមិនបញ្ជាក់ថាខ្ញុំនិយាយបានមកល្អជាគំរូទេប៉ុន្តែគាត់តែថាមិននៅសុកនិយាយបានល្អព្រមទេក៏មានការដកខាត់សមត្ថភាពពេលខ្លះយើងមានអារម្មណ៍ល្អ everything ដែលយើងរៀបចំជាមួយនឹងខាងក្រុមការងាររលូនអស់ហ្នឹងវាអត់មានបញ្ហាតែពេលខ្លះយើងត្រូវតែចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងដែរពេលខ្លះយើងត្រៀមគ្រប់យ៉ាងល្អហើយតែអារម្មណ៍យើងប៉ះពាល់ជាមួយណាមួយឬថាអ្នកចូលរួមបន្តមកឬក៏មានខាងក្រៅមកបៀតបៀនមកប៉ះពាល់ដល់អារម្មណ៍យើងធ្វើឲ្យយើងខូចអារម្មណ៍វាក៏បាត់បង់កម្មវិធីមួយយើងដែរអញ្ចឹងចេះឡើងវិញណាវាអាស្រ័យទៅលើការខិតខំប្រឹងប្រែងធ្វើការងាររបស់យើងបបិសោតយើងប៉ុណ្ណាយើងទទួលបានចំណេញបន្ថែមប៉ុណ្ណាបន្ថែមទៀតយើងអនុវត្តយើងសមកម្មវិធីរបស់យើងមិនយើងមានស្គីបត្រឹមបែបណាជួយយកពីកម្មវិធីទៅប៉ុណ្ណាហើយចំណុចចុងក្រោយកុំភ្លេចគ្រប់គ្រងអារម្មណ៍ខ្លួនឯងអារម្មណ៍នឹងសំខាន់មែនទែននៅពេលដែលយើងមានអារម្មណ៍ថាកម្មវិធីនឹងសប្បាយអារម្មណ៍យើងសប្បាយជាមួយកម្មវិធីវារលូនតែបើកម្មវិធីសប្បាយហើយយើងនេះសប្បាយមានសប្បាយអត់ពិតទេយើងកម្មវិធីការសម្ដែងកម្មវិធីយើងស្ដាប់ទៅវាសក់ក្រោះតែបើកម្មវិធីយើង